សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំសូមនិយាយអំពីរឿងមួយដែលអ្នកនរគ្នាអាចបែកញែកជាមួយខ្ញុំគិតជាមួយខ្ញុំទាំងអស់គ្នាថាតើវាជារឿងដែលបើសិនជាអ្នកនរគ្នាជួបដូចខ្ញុំដែរតែអ្នកនរគ្នាគិតយ៉ាងម៉េចហើយជួយឲ្យយោបល់សង្ឃឹមថាมันមានការឆ្លោះទាស់តែងគ្នានៅក្នុងខមមិននៅក្នុងវីដេអូរបស់ខ្ញុំនោះដោយសារអីខ្ញុំយកមកនិយាយគឺដោយសារថាវារឿងមួយដែលខ្ញុំទើបជួបហើយខ្ញុំគិតថា100មាន1លានមាន1ឥឡូវខ្ញុំនិយាយមកខ្ញុំជិះម៉ូតូទៅរកទិញសាវខ្ញុំប៉ះចំទៅកន្លែងហាងមួយកន្លែងទៅដល់ខ្ញុំឃើញសាវគាត់ព្យួរនៅពេញតោបនៅមុខហ្នឹងជាក់ស្ដែងគាត់អង្គុយលក់សាវហើយខ្ញុំមើលសាវគាត់ហើយខ្ញុំឃើញសាវម៉ូតមួយខ្ញុំស្រឡាញ់ខ្ញុំសួរពូសាវនេះមួយម៉ានដែរគាត់ថាដំបងអត់ទេគាត់អត់និយាយអត់មាត់គាត់នៅឡែងអង្គុយស្ងោកធ្វើស្អីរបស់គាត់មិនដឹងទេគាត់អង្គុយចាក់អីចាក់ខ្វងស្អីគេអំពូលគាត់ក្បែរហ្នឹងហើយគាត់អត់មាត់ទេខ្ញុំស្មានគេលក់លឺមកហៅដល់ទៅពូសាវនេះមួយម៉ានហើយគាត់និយាយថាអត់មានសាវលក់ទេចុំខ្ញុំគូចាប់បានគិតចុំខ្ញុំនិយាយភ្នែកចុំសាវនៅនេះតាហើយគាត់ថាអត់មានលក់សាវហើយខ្ញុំចាប់ដល់ខ្ញុំឈោមគិតណាចុំគាត់មើលខ្លួនឯងចុំអត់មានលុយគាត់គិតថាអត់មានលុយទិញសាវឬក៏មិនចុំជិះម៉ូតូមកធ្វើជិះម៉ូតូមកទិញតាមិនហើយក៏ស្លៀកពាក់មកក៏មិនអីណាផ្លាច់ខុសគេណាដូចគេដូចឯងទេហើយគាត់និយាយថាអត់មានលក់សាវទាំងសាវគាត់នៅពេញហាងហើយខ្ញុំមានអារម្មណ៍ថាចុំមានអ្នកលក់ចឹងដែរហើយខ្ញុំក៏អត់តន់ទៅទេដល់ហើយខ្ញុំចាំមើលចុំខ្ញុំនៅរេរ៉ូផាត់ទៅចុះទទួលឡើងតែវាថាគីឡូមានតែខ្ញុំគីឡូគេមកទិញទៅគឺឃើញខ្ញុំគឺគេរើអាងឬខំមិនដឹងលោមកម្នាក់ទៀតម្នាក់ទៀតមកតាមក្រោយមនុស្សស្អីមកមិនខ្ញុំម្ដងតិជនស្អីវិញហើយពូម្នាក់ហ្នឹងគាត់នៅដែរហើយខ្ញុំតន់ទៅណាខ្ញុំនៅមើលហើយហាខ្ញុំប្លែកពេកមានអារម្មណ៍ថាលើសពី360ដឺក្រេណាដល់នេះគាត់លក់សាវកន្លែងគាត់លក់សាវតែគាត់និយាយថាមានសាវលក់ហើយសាវឡើងពេញតោបហើយជួពូមួយទៀតខ្ញុំអត់ចាប់អារម្មណ៍ឃើញសាវគាត់អត់សូវពូមួយទៀតដែលជាប់ហាងពូអ៊ំមួយទៀតគឺហាងគាត់ជាប់ពូនឹងខ្ញុំទៅមើលចាប់អារម្មណ៍គុំមកកន្លែងហាងពូហ្នឹងឬក៏គាត់ប្រកាន់ថាទៅសួរអ្នកនោះមុនហើយបានមកសួរគាត់ឬគាត់មិនលក់ឬក៏មិនអត់ដឹងទេដល់ពេលមករបបទៀតមិនមករបបមកផ្លែទៀតម្នាក់ទៀតគាត់ក៏ចាប់ដើមគាត់ដើរមកគាត់សួរថាអូបងគាត់គាត់និយាយសោអានេះមួយម៉ានហើយគាត់អត់មានលក់សោអត់មានលក់ចុំហើយនោះអត់មកដែរចេញខ្ញុំថាអូចឹងមាន2នាក់ដែរអត់អីកុំឲ្យឥឡូវអ្នកនរនេះពិចារណាមើលបញ្ហាក៏ប៉ុន្តែខ្ញុំមិនទៅតែជាបញ្ហាក៏មិនទៅជាចង់វិញញែកអីឲ្យវាទៅជារឿងកើតទៅរឿងក្រែកហាយណាទេគាត់ថាចេះមានដែរណាខ្ញុំក៏ចេះឆ្ងល់ចំអ្នកលក់អញ្ចឹងមានលក់ដែរមានដែរលើលោកមានអ្នកលក់អញ្ចឹងលើលោកដែរណាហើយគឺគាត់គេប្រើគាត់មកយាមតោបគាត់ឬគាត់មិនមែនជាម្ចាស់ហាងឬក៏មិនឬក៏ពេលខ្លះគិតចំខ្ញុំអត់មានលុយទិញមែនសោហ្នឹងគិតទៅចំអត់មានលុយទិញឬក៏មិនគិតខ្លាចយើងអត់មានលុយទិញឬក៏នៅគិតចឹងគិតតែចំទីគាត់គិតអញ្ចឹងទៅណាតែគាត់និយាយថាអត់មានសោហើយខ្ញុំដល់ពេលចឹងខ្ញុំគិតមិនយល់ឆ្ងល់ចិត្តទាំងមកហើយអ្នកនរនេះសាក់គិតមើលអញ្ចឹង2នាក់ទៅដល់តែខ្ញុំហើយអ៊ីនោះឯងនឹងខ្ញុំខុសគ្នាតែអ៊ីគាត់ខឹងគាត់ដើរចេញទៅគាត់មានអារម្មណ៍កវីក្បាលហើយគាត់របៀបគាត់
គាត់ក៏អន់ចិត្តដែរជុំម៉ែបើគាត់ថាគាត់អត់មានសមត្ថភាពទិញម៉ែនៅក៏មិនតែខ្លះចង់អ្នកលក់ very old too old school ហ្មងតែវាថាចំគាត់បើថាអញ្ចឹងผมបិទហាងហ្មងទៅអត់ទេនៅលក់សោលគេមកទិញអត់មានសោពេញហាងអត់មានលក់ប្រាប់គេថាអត់មានលក់គឺធ្វើប្រម៉ូទធ្វើ marketing ចឹងម្ដងវាថាលក់កៅអៅពេញហាងដល់ពេលហើយគេចូលមកទិញអូបងហាងអាវនេះមួយម៉ានដែរអត់មានលក់ទេបងអត់មានលក់ទេហើយអាវពេញហាងអត់មានលក់ទេហើយដល់ពេលចប់អ្នកទិញចើបងឯងបើលក់ហាងលក់កៅអៅឬក៏លក់អីគឺអត់មានលក់ទេសំទោសអ្នកទាំងអស់គ្នាគាត់ថាហើយពេលចឹងគាត់គាត់បើថាគាត់លក់បាយល្អមើលទេរត់ល្អមើលលក់បាយលក់អវអញ្ចឹងអាគេមកហើយគាត់លក់អវដាក់គេមកទិញអត់មានលក់អវមានហើយដាក់អវហ្នឹងលក់ឲ្យពីណាលក់ឲ្យរុយក្តៅមកមិនដូចសោយអ្នកនរគ្នាមានអារម្មណ៍ឆ្ងល់ចំហើយអ្នកលក់អញ្ចឹងមានដែរមានអ្នកលក់អញ្ចឹងដែរនៅលើលោកខ្ញុំទាំងសោយស្អីឲ្យជាយប់ស្អីចេញមានអញ្ចឹងវិញអ្នកលក់ហ្នឹងនៅខ្សែធនមុនដាច់ពូជលឿនហ្មងនិយាយមែនហើយអ្នកនរគ្នាហើយក៏មានរឿងមួយទៀតដែលអ្នកលក់ដែលខ្ញុំធ្លាប់ជួបដែររបៀបថាខ្ញុំចង់ខ្ញុំឡាសុខចិត្តខ្ជិលញ៉ៃច្រើនទិញទាំងបខំទិញហ្មងដើរមើលអាវដើរមើលផ្សារមកកន្លែងផ្សារហ្នឹងនិយាយឈ្មោះបដ ாய் ផ្សារដែលហុយផ្សារដែលហុយយើងហ្នឹងហើយដល់ពេលទៅមើលអាវមើលចុះមើលឡើងអញ្ចឹងដល់ពេលគាត់អត់ទិញយើងដើរទៅមុខហើយគាត់បោះពីបន្តិចថាចុះមកឯងមើលអាវហើយអត់ទិញចុះគាត់និយាយពីអញ្ចឹងចុះមើលអាវហើយអត់ទិញអាវមើលហើយអត់ទិញអញ្ចឹងមែនបងមកទៅខ្ញុំបកក្រោយវិញបងខ្ញុំអត់ពេញចិត្តផងចុះមកឯងអត់ពេញចិត្តហើយថ្ងៃក្រោយបើមិនពេញចិត្តបាច់ឲ្យមើលឯណានិយាយដល់ស្អីឲ្យយើងថ្ងៃក្រោយបើមិនទិញទេបាច់មកមើលចាំលើកឲ្យលោកចាមានហ្មងអាគេមើលដើម្បីត្រូវចិត្តបើមិនត្រូវចិត្តមិនគេទិញហើយដល់ពេលគាត់លេងបានមកមើលមិនត្រូវចិត្តមិនទិញអញ្ចឹងមកមើលអញ្ចឹងដែរអញ្ចឹងណារបៀបគាត់និយាយមករឿងដូចអូយអាណិតគាត់បន្តិចដូចចង់ខឹងគាត់បន្តិចចុះមកខំចិត្តទិញអាវវាក្រៀកមួយទៅទាំងខ្លួនឯងអត់មានអារម្មណ៍ចង់ទិញវាអត់មានម៉ូតទៅស្រឡាញ់ទិញមួយទៅមកឲ្យវាក់ពេកតែអសូរយើងលោទៅមិនបានលោគ្រាន់តែមើលអ្នកលក់ខ្ញុំនិយាយមែនកំពូអ្នកលក់បងតែគាត់ធ្វើអញ្ចឹងដាច់មកកាផ្លែដែរថ្ងៃក្រោយអត់មានចូលទិញមួយទៀតក្បែរផ្លែកំជាក្រោមអាវមួយចង់មើលអាវតែកណាត់មកលេងទាញមកលេង20រៀលហើយខ្ញុំអត់តទៀតឲ្យខ្មាស់គេទិញតែម្ដងថ្ងៃក្រោយលេងទិញឡើងហ្នឹងអត់ទិញម្ដងទិញតែម្ដងបានពួកឯងមានអារម្មណ៍ថាវាអត់សមហ្មងតម្លៃអត់តំណងអញ្ចឹងមកថាពេលខ្លះយើងកោគេតែម្ដងឯងគេកោនឹងអីតម្លៃកៅទិញយូរបានហើយយើងខកម្ដងគឺហាងហ្នឹងចំណាំកន្លែងគឺដេញទៅហ្មងអត់ចូលទិញហ្មងមានប្រម៉ូសិនអីទៀតអូនៅហើយសុំអត់ហើយអញ្ចឹងឥឡូវអ្នកនរគ្នាយល់យ៉ាងណាដែរពេលខ្លះទៅញ៉ាំបាយឬក៏ញ៉ាំបបររសជាតិខុសគ្នារសជាតិឆ្ងាញ់តម្លៃល្មមមួយទៀតរសជាតិអត់ឆ្ងាញ់សោះតម្លៃឡើងថ្លៃមិនចឹងវល់ហើយរសជាតិខ្ញុំនិយាយបបរចាបបរមួយចាន3000ដូចគ្នាឬក៏មួយចាន2000មួយចាន2000បបរមួយចាន2000ដូចគ្នាមកប៉ាអរេច្រឡំនិយាយខុសអាបបរមួយចាន3000អត់ឆ្ងាញ់យ៉ាងណាអ្នកនរគ្នាតែចានបបរមួយចាន2000ខ្ញុំនិយាយមែនបបរមួយចាន2000ឲ្យឆ្ងាញ់ហើយមែនមកពីយើងគិតថានៅថ្លៃហ្នឹងមកពីអានោះនេះអត់ទេមិនទិញហើយរសជាតិចំមករសជាតិដូចខុសគ្នាហ្មងអាមករសជាតិប្រៃហ្មងហើយដល់ពេលគួយនោះល្មមយើងចង់ថែមស្ករថែមអំបិលអីវាល្មមដាក់មកប្រៃស្រាប់ហើយបបរឡើងពណ៌កម្ៅ
tầm mai bẹ hay làm bây giờ chiết chơi khơi nhỏ ăn miếng sạch sạch chụp món đồng cây đồng ấy này không năng liệt hay ở đây bỏ cái pi pon mấy là chúng ngồi mà tấn nó mà hay ngầm dây men xong là xa mà nó bên là nhưng đã tạt lại nó bao mà nhưng ở sao mũi được cái tầm lại cái pi pon đấy cái tấn nó nhám á nè nhưng đã là mà chán bảy pon đấy thì tạt lại những cái mà đây cô tập hiệp ăn năm máy mình dây thì năm máy lại vạn dây ok nó cái năm máy riêng điện nữa nha về can lụa về lại thời can năm máy vì cho từ mùi sọc hiệp chẳng tạt lại đi cái này đồ chiết nên tình hộp dương bạch khoa chơi đây liền khoa là đồ chiết năm máy đau từ lời sọc hiệp rồi ngăn nâng ngày ngăn tay điện rồi tay pết nhắm tầm đo ba ngày khỏi lên tới rồi chẳng mà tha nè lụa bọt nhằm về làm mấy cô ngon mấy cái miền môi mấy cái miền môi sờn mấy những đá tu luôn chỉ nè tinh nhắm đá mà đằng việc làm những ba hang ở kia nhắm và ta giờ bàn cất tờ lơ cho nói tờ lơ cô lập hiệp tao ăn này đừng thua cho bán này cho nên ăn tầm con làm khăn lụa làm nhám ót đó mình bị pu nguồn lụa sao tới đó sao nơi cái lại hàng pin vua là đây là nào pin đó pu sao nên mùi mán ăn bên sao lụa ăn bên ấy chồng mà sao là pu pin là appropriate ở lúc đó lại nhịp này chồng này chồng còn thằng này thì bây giờ chồng sao đây chỗ đấy bắt sao ta men đây là sao là cái pu ăn bên sao lụa cho năm men có nhưng vậy men rừng men chứ rừng bất đất rừng bất này đó này bất à có hỏi chọn thì chụp nhưng nom thì chụp hàng lên nhưng ở đây vậy không ao gì vậy ngày còn là ta rừng bất chạy đây này ở đây sau tới ấy hồi tiết không dây ở nhưng dây hương chiêng đồng bong chiêng thưa là bong te nhom quát phượt tham sách tham thì mong tham ất tham đầy tham của bài giảng nó hay quát trên này mà chọn là bong nó mông đầy cái đại đại club ở đại mà chả cái có mong đã có sao đánh chạy vậy bây giờ con cha chưa mà cha té dù mà cha té lên miền sật rồi vậy đã đẩy club đó đã đang chân háng ở cái này khơi cái đã đẩy club ở đó nhưng mà đã đọc về chiêng té cha chiêng mà cha té chưa một nó vui hai thứ hai ở miền đẩy club ấy hay riệp tan một cái riệp là luôn ăn con riệp là cái cơm hay riệp tham sai tham xì món cái bột mà là những cái máy mom nó còn là sập phú đôi phe ở bên chẳng ngày khỏi bạch hai chiêng năng máu thế nâu cùng hay mình thiệt hai cái mà phật mà nhom mô chia dâm ao phật ao si ao ấy rồi sập tôi nó thì vậy bị si ao nhâm ao phật tình tầng kè tắc sót tầng vua bây giờ tầng kè chắc khai thôi nhằm mình hơi so cả là bóng chả cháu đi trong plan chặt tem mà phải nhằm chân tới hai đẹp xây mà ôi chui nhằm mà hai đẹp xây na hai nẹt lụa mà chui nhằm biết rừng lừa lục cây còn anh thưa được bóng trong cò luôn nữa đó anh nát mạng nhóm đây còn ha anh nát có mấy đó là khăn mạng nhóm từ hồ chiêng màu nát trong dám bóng chiếng màu tầm đó nhóm no ngày khỏi bài đó đây nhưng mà hai dương rồi thì bà bạn cái không smart là cái là ngùng cái là ngùng mà đong cái trong nạp xây bẻ đá tí cái đánh trên cái số ai thưa bài này mình vô nạp xây rồi trăng chiêng thưa te thưa là bom đó và con ăn bà hai bên tùm nục chất sầm khăn
ធ្វើtham sạch tham xì món tham mò lấy cái phun của bông thảo lối trong sang sang téแต่មិនដឹងហៅជាងtéមកពីណាទេបើសិនជាមានគេស្គាល់ថាជាងtéណាល្អជួយណែនាំផងកុំវាប្រឡំមករបៀបហើយបាជាងtéយើងរកមើលបើតំងបានជាងtéដែលគេធ្វើល្អហើយតម្លៃគេទទួលបានតែរបៀបថាតម្លៃมันលើពីទីផ្សារពេកវាមិនថ្លៃឡើងពេកហើយគុណភាពក៏ទទួលយកបានកុំរបៀបសាងសង់ផ្ទះនៅបានប្រហែលខែឆ្នាំបាក់សតអីវល់ហើយហើយវងគិតថានឹងជួយដីនៅប្រទេសមីយ៉ាន់ម៉ានៅថៃនោះដល់ពេលអញ្ចឹងទៅមុខទៅប្រទេសថៃប្រទេសមីយ៉ាន់ម៉ាគឺគេអភិវឌ្ឍទៀតដែរគេស្លាប់ប្រជាជនអស់ច្រើននឹងមែនតែទៅមុខគេអាចនឹងធ្វើផ្ទះបែបមានរស័រអញ្ចឹងជួយដីម្ដងទៀតចង់ឲ្យជួយមកជួយទៅសំខាន់មកប្រើរឿងអនាគតទៅគឺប្រទេសចិត្តខាងយើងគេនឹងធ្វើផ្ទះធ្វើអគារដែលមានរស័រអញ្ចឹងយើងបើគួរអញប្រទេសខ្មែរយើងចាប់ដើមធ្វើអគារមានរស័រដែរល្អព្រោះដោយសារតែចំណាយលុយច្រើនតែបាត់តែខ្ញុំមកចាក់ខ្ទមមកស្រួលចឹងបើរបៀបថាជួយដីទៅខ្ទមយើងអស់ដំបូងលីងសោចេញទៀតអរអ្នកនរគ្នាសូមអធិស្ឋានគាត់ថាយើងគិតថានៅជីវិតអាយុជីវិតមនុស្សយើងគាត់ស្លាប់ដោយសារបាក់អគារអស់ច្រើនមានអារម្មណ៍ថាសំបែតក៏មានអ្នកស្លាប់បាត់បង់ជីវិតចាក់ចោលឪពុកម្ដាយចាក់ចោលកូនចោលប្តីចោលប្រពន្ធហើយជីវិតមនុស្សយើងដូចជាខ្លីណាអ្នកនរគ្នាចាំបានព្យាយាមធ្វើវីដេអូទាំងបដាយប់តែនៅខ្លួនឯងថារវល់ចេញពីធ្វើការបើខ្ញុំដេកស្មានតែគឺដេកមិនលក់ក៏ខ្ញុំអូស scroll Facebook ស្ដាប់ YouTube ឥឡូវនៅក្នុងពេលនេះគឺខ្ញុំត្រៀមនឹងចាប់ផ្ដើមបិទនៅវីដេអូរបស់ខ្ញុំហើយជួបគ្នាម្ដងទៀតគាត់ថាអត់ចង់បិទភ្លាមអីម៉ានេះគាត់អ្វីដែលខ្ញុំចង់ចែករំលែកទាំងអស់ហ្នឹងរសជាតិមួយបែបនៃជីវិតឆ្លងកាត់រឿងពីមួយថ្ងៃទៅមួយថ្ងៃជាបទពិសោធន៍ហ្នឹងចែករំលែកតគ្នាខ្ញុំក៏ទទួលបានការចែករំលែកពីពុកម៉ែបងប្អូនក៏ចែករំលែកមកខ្ញុំមិនទៅចេះដឹងអីច្រើនទេហើយខ្ញុំមិនមែនជាអ្នកប្រកែកអញ្ចឹងខ្ញុំសូមសំណូមពរសម្រាប់ការ comment សូមផ្ដល់តម្លៃសូម comment ដោយការពិចារណាគិតមុនគូកុំអាគូហើយកុំឲ្យគូហ្នឹងគិតមិនគិតកុំឲ្យគូឲ្យគិតចឹងត្រូវគិតឲ្យអស់សិនមុននឹង comment មើលពីអីដែលខ្ញុំនិយាយហើយបើសិនជាមានការបើថាមើលវីដេអូឲ្យចប់មកអីកុំឲ្យមើលបានពាក់កណ្ដាលទីហើយ comment ចុះមកពីអត់មានលុយទិញសោទេចុះខ្ញុំមានប្រាប់ថាខ្ញុំអត់លុយហើយខ្ញុំទៅសុំគេណាខ្ញុំបាននិយាយថាសុំពូឲ្យសុំសោមួយមកហើយខ្ញុំវាឃើញសោពូស្អាតខ្ញុំទៅទិញតាចាំមិនថាពេលខ្លះយើងមើលវីដេអូអត់ចប់យើងទៅស្ដាប់មកផ្នែករបស់គេហើយយើងគេចូល comment កុំកើតចាំមិនថាយើងចូល comment យើងមើលឲ្យអស់ចឹងចាំមិនថាបើមើលមិនចប់ទេ comment ទៅពិបាកហ្នឹងបាក់មកឬអីគេដែរគាត់ថាពេលខ្លះ comment ទៅក៏មានកម្លាំងចិត្តទៅពេលខ្លះ comment ទៅអត់កម្លាំងចិត្តផ្អាកមកគ្រាទៅតែឥឡូវមកគ្រាទៅមកគ្រាវេទនាខ្លួនឯងខ្ញុំចាប់ដើមធ្វើអ្វីដែលខ្លួនឯងធ្វើបានប៉ុណ្ណាអញ្ចឹងអ្នកនរគ្នា good night peace